Assalamualaikum warahmatullahi wabarakatuh ថ្ងៃនេះខ្ញុំចង់និយាយពី hijab តែ hijab ហ្នឹងសម្រាប់អ្វីទៅមិនបានឃើញអ្នកខ្លះគាត់ពាក់អ្នកខ្លះគាត់អត់ពាក់អញ្ចឹងសូមកុំធ្វើឲ្យការដែលមិនពាក់ hijab ហ្នឹងគឺខ្លាចទៅជារឿងធម្មតាសម្រាប់មូស្លីមដោយសារតែនេះគឺជាបញ្ជាមកពី Allah Subhanahu wa Ta'ala ដែលគាត់ប្រាប់ Prophet peace be upon him របស់យើងថាយើងគួរតែបិទបាំងរូបរាងកាយរបស់យើងនៅក្នុង verse 33នៅក្នុង chapter 33 verse 59គឺប្រាប់ច្បាស់ៗមកថា O Prophetប្រាប់ប្រពន្ធកូននិងអ្នកដែលមានជំនឿទៅលើសាសនាអ៊ីស្លាមឲ្យបិទបាំងរូបរាងកាយរបស់គាត់ហើយនៅក្នុងសុនណាច្រើនមែនតើហ្មងដែលប្រាប់ថាគួរតែលាក់អត្តសញ្ញាណរបស់មនុស្សស្រីដែលយើងគួរតែលាក់អត្តសញ្ញាណអញ្ចឹងទៅណាដែលជឿអត់ថាខ្ញុំពាក់បែបនេះហើយសុកគេមកចង្អុលប្រាប់ខ្ញុំថាអូមុខអ្នកឯងស្អាតអានេះក៏ជារឿងមួយដែលយើងអាចការពារខ្លួនឯងពីរឿងអាក្រក់របស់អ្នកដទៃដែលគេហៅថា evil eye ហ្នឹងណាដែលគេមើលគេឃើញយើងស្អាតគេសរសើរយើងថាអូយហើយមានស្បែកស្អាតប៉ុន្តែដឹងថាគេក៏មានលួចមានកូនចិត្តបន្តិចតួចដែរតែគេចំណាយហើយការដែលចំណាយហ្នឹងគឺធ្វើឲ្យមានបញ្ហាខ្លាំងមែនតើហ្មងដែលសុកយើងកាយមុនសុកស្បែកយើងមានបញ្ហានេះមានបញ្ហានោះហ្នឹងហើយចំពោះការបិទបាំងរាងកាយហ្នឹងក៏មានអត្ថប្រយោជន៍ច្រើនមែនតើហ្មងហើយបើចង់ដឹងអាចតម្លាក់ក្នុង comment បានខ្ញុំនឹងប្រាប់បន្តទៀតហើយហ្នឹងហើយចំពោះប្រពន្ធរបស់ Prophet peace be upon him របស់យើងក៏គាត់បានពាក់អញ្ចឹងដែរដែលគាត់បិទបាំងរូបរាងកាយរបស់គាត់ហើយនៅក្នុង hadith ច្រើនមែនតើហ្មងដែលឈប់សិនខ្ញុំនិយាយពីរឿងនេះគឺជាអត្តសញ្ញាណយើងពាក់គឺគ្រាន់តែជាអត្តសញ្ញាណរបស់មូស្លីមមើលពីចង្អាយមកមិនអាស្រ័យនៅអីគេមិនអាស្រ័យនៅអីគេមូស្លីមខ្ញុំគឺជាមូស្លីមខ្ញុំមានភាព proud ភាពជឿជាក់លើខ្លួនឯងដែលបញ្ជាក់ប្រាប់គេថាខ្ញុំគឺជាមូស្លីមខ្ញុំគឺជាអ្នកកាន់សាសនាអ៊ីស្លាមខ្ញុំគឺជាអ្នកដែលដើរតាមគន្លងរបស់ Prophet Muhammad peace be upon him ខ្ញុំគឺជាអ្នកដែលគួរឲ្យជឿជាក់ដោយសារអីដោយសារតែមូស្លីមអត់អនុញ្ញាតឲ្យមនុស្សកុហកមើលងាយអ្នកដទៃនិយាយដើមគេឬក៏ធ្វើរឿងអាក្រក់ច្រើនទៀតទេអញ្ចឹងដូចជា hadith ច្រើនមែនតើហ្មងដែលគេនិយាយពី prophet របស់យើងដែលសត្រូវរបស់គាត់និយាយមកគាត់ថា prophet របស់យើង prophet Muhammad peace be upon him របស់យើងគឺគាត់គឺជាមនុស្សដែលគួរឲ្យទុកចិត្តខ្លាំងមែនតើហ្មងគឺជាមនុស្សដែលគួរឲ្យយើងនិយាយរឿងអីទៅហើយគាត់នឹងទុករឿងនឹងនៅក្នុងចិត្តគាត់គាត់អត់និយាយ separate វាតទៀតទេអញ្ចឹងនេះគឺជា identity របស់ខ្ញុំមួយនៃអត្តសញ្ញាណរបស់ខ្ញុំមួយហើយសង្ឃឹមថាយើងនឹងឈប់ឲ្យការអត់អីចាប់ហ្នឹងគឺជារឿងធម្មតាទៀតដោយសារតែយើងគឺជាមនុស្សមានជំនឿពិតប្រាកដអញ្ចឹងបញ្ជាដែលគាត់ប្រាប់មកមិនយើងគួរតែស្ដាប់តាមហើយខ្ញុំសង្ឃឹមថាហើយនឹងបងប្អូនមួយចំនួនទៀតដែលគាត់តាមតែពាក្យអញ្ចឹងទៅគាត់ពិបាកគាត់អីខ្ញុំយល់ខ្ញុំថាអីគាត់ទេព្រោះនេះគឺជារឿងគាត់ជាមួយនឹង Allah Subhanahu wa Ta'ala មិនមែនជារឿងគាត់ជាមួយនឹងខ្ញុំទេអញ្ចឹងគាត់នៅតែអាចសុំការអភ័យទោសបានគាត់នៅតែអាចធ្វើដួលនិយាយប្រាប់ទៅថាសូមឲ្យហ្នឹងវាគឺជារឿងមួយដែលងាយស្រួលជើងមុនជារឿងមួយដែលធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាគាត់ comfortable ជាងមុនឬក៏អីអញ្ចឹងទៅខ្ញុំយល់មែនតើមកចំពោះមនុស្សស្រីដែលមានអារម្មណ៍ថាក្តៅឬក៏អីអញ្ចឹងទៅខ្ញុំសង្ឃឹមថាអល់ឡោះនឹងជួយឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ស្រួលខ្លួនវិញអូខេហើយនេះគឺគ្រាន់តែជារឿងខ្លះទេដែលខ្ញុំនិយាយហើយចំពោះនីកាបនេះគឺខ្ញុំចង់ពាក់បែបនេះខ្ញុំចង់បាត់បង់ដៃព្រោះថាមាន scholar ខ្លះគាត់និយាយថាយើងអាចបង្ហាញមុខហើយនឹងបង្ហាញដៃហើយនឹងបង្ហាញជើង scholar ខ្លះទៀតគាត់និយាយថាយកដៃបង្ហាញជើងបានទេបង្ហាញដៃហើយនឹងបង្ហាញមុខបានប៉ុន្តែការពាក់បែបនេះគឺជាជំរឿរបស់ខ្ញុំមនុស្សយើងមានសិទ្ធិក្នុងការរស់នៅមានសិទ្ធិក្នុងការស្លៀកពាក់មានសិទ្ធិក្នុងការញ៉ាំក្នុងការដេកអញ្ចឹងខ្ញុំពាក់បែបនេះគឺជាសិទ្ធិរបស់ខ្ញុំអ្នកអត់អាចមកនិយាយថាអូយមិនទេសិទ្ធិរបស់ខ្ញុំគ្រាងកាយរបស់ខ្ញុំចង់បិទបាំងកន្លែងណាក៏បានដែរនេះគឺគ្រាន់តែជាចំណេះដឹងតិចតួចទេដែលខ្ញុំចែករំលែកសង្ឃឹមថានឹងមានប្រយោជន៍ទៅដល់បងប្អូនមួយចំនួនទៀតហើយសង្ឃឹមថាពួកយើងនឹងសុខសប្បាយទាំងអស់គ្នាបាយបាយ